អស់រយៈពេលប្រមាណឆ្នាំកន្លងផុតទៅជីហ្វានក៏បានបង្ហាញកន្លែងរស់នៅរបស់គាត់ហើយគាត់ក៏បានបង្កើតនៅកំបិតមួយផងដែរគាត់មានកូនសិស្សម្នាក់ឈ្មោះសងឆេងហើយសងឆេងប្រាប់គាត់ថានិកាយរបស់យើងបានដាច់បាយអស់ប្រមាណថ្ងៃហើយយីហ្វានរបស់យើងក៏មិនខ្វល់ដែរគាត់ថានេះគឺជាជំហានដំបូងនៃការវឹកហាត់របស់យើងក៏មានក្មេងស្រីម្នាក់ចាប់អារម្មណ៍នឹងសៀវភៅដែលយីហ្វានរបស់យើងដាក់លក់ជាខ្លាំងក្មេងស្រីម្នាក់ហ្នឹងក៏និយាយទៅកញ្ញាម្នាក់ដែលមានឈ្មោះថាលូឡាំងស៊ូនារីម្នាក់ហ្នឹងមកពីនិកាយពណ៌បៃតងឬគេហៅថានិកាយឈិនសាហើយយីហ្វានរបស់យើងក៏បញ្ចុះបញ្ចូលក្មេងស្រីម្នាក់នោះឲ្យជួយទិញសៀវភៅគាត់មើលទៅលូឡាំងស៊ូគាត់មិនសូវជាចាប់អារម្មណ៍ជាមួយនឹងយីហ្វានរបស់យើងប្រហែលទេយីហ្វានក៏បានប្រាប់ទៅនាងខ្ញុំដឹងថានាងគឺជាអ្នកវឹកហាត់តែការវឹកហាត់ក៏ត្រូវតែអានសៀវភៅផងដែរមើលទៅលូឡាំងស៊ូគាត់មិនចង់ប្រមាថទេនៅពេលនោះក្មេងស្រីម្នាក់នោះក៏បានខឹងហើយក៏បានប្រើតម្រងទី2ម៉ែអើយឡើងប្រពន្ធយៈតែម្ដងដោយសារមិនចង់ឲ្យក្មេងស្រីម្នាក់នោះខឹងនាងក៏បានទិញសៀវភៅពីយីហ្វានរបស់យើងឲ្យនាងតែម្ដងពេលនោះកញ្ញាឡាំងស៊ូក៏បានបារម្ភពីលោកគ្រូនាងជាខ្លាំងខ្លាចតែមិនអាចតម្រូវកម្រិតទៅស្ដេចអ្នកប្រយុទ្ធបានថានិកាយរបស់ពួកគេកំពុងតែមានគ្រោះថ្នាក់ពេលនោះក្មេងស្រីម្នាក់នោះក៏អានសៀវភៅឲ្យនាងមើលដើម្បីទទួលការយល់ដឹងក៏មានធម្មពលមួយបានជះចូលក្នុងខ្លួននាងពិតជាខ្លាំងមែនតើធ្វើឲ្យនាងកើនឡើងធម្មពលជាខ្លាំងនៅពេលនោះក៏កាត់ទៅនិកាយឈិនសាឬគេហៅថានិកាយភ្នំបៃតងដោយដឹកនាំដោយបរោះម្នាក់នេះដើម្បីវង្វឹកទីហ៊ានរបស់គាត់ដើម្បីទៅប្រយុទ្ធនៅ3ថ្ងៃខាងមុខហើយក៏កាត់ទៅបរោះម្នាក់គឺជាមេនិកាយឈិនសានឬគេហៅថានិកាយភ្នំបៃតងគាត់មានការវឹកហាត់ដើម្បីតម្រូវកម្រិតទៅស្ដេចអ្នកប្រយុទ្ធហើយនៅពេលនោះគេក៏បានបង្ហាញឲ្យឃើញថាកំពុងតែប្រយុទ្ធជាមួយនឹងស្ដេចបិសាចជោគនិងមានមនុស្សស្លាប់ជាច្រើនហើយគាត់ក៏សុកចិត្តទៅប្រយុទ្ធនឹងម្នាក់ឯងគាត់មិនចង់ឲ្យមានមនុស្សស្លាប់តទៅទៀតនោះទេគាត់ក៏បានស្លាប់បិសាចជោគនោះបានសម្រេចផងដែរតែចុងក្រោយវត្ថុដែលគាត់ចង់បានត្រូវបរោះម្នាក់នេះយកបានបាត់ទៅហើយគាត់មានឈ្មោះថានីងស៊ន់វូដោយបរោះនឹងគឺជាគូសត្រូវរបស់លូជីនសានហើយឃើញថាលូជីនសានមិនអាចយកឈ្នះបរោះម្នាក់នឹងបានទេសារស៊ន់វូគេក៏បានទម្លុះកម្រិតទៅដល់ស្ដេចអ្នកប្រយុទ្ធបាត់ទៅហើយគេក៏បាននិយាយថាឯងមិនអាចយកឈ្នះយើងបានឡើយនៅ7ថ្ងៃក្រោយមកយើងនឹងទៅបំផ្លាញនិកាយឈិនសានរបស់ឯងក៏បានបារម្ភនៅ7ថ្ងៃទៀតគាត់មិនអាចទម្លុះកម្រិតទៅដល់ស្ដេចអ្នកប្រយុទ្ធបាននោះទេ